nhà ông bản máu đầm nang đạo nhà kết mê bản đất non của nạp toàn thu sập hiệpในการកម្ពុជាបំពេញទស្សនកិច្ចនៅទីក្រុងខ្វាងជូប្រទេសចិនដោយទទួលបង្ការអនុញ្ញាតពីអ្នកញាកិតមេប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជានាព្រឹកថ្ងៃទី17ខែមេសាឆ្នាំ2026អុកញ៉ាអឹងវ៉ាន់ម៉ៅអនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចំនួន48រូបបំពេញទស្សនកិច្ចពាណិជ្ជកម្មនៅទីក្រុងខ្វាងជូនៃសាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី17ដល់ថ្ងៃទី21ខែមេសាឆ្នាំ2026ទស្សនកិច្ចនេះក៏មានការចូលរួមពីលោកចាងជីវិញប្រធានសភាពាណិជ្ជកម្មខេត្តកោះកុងនិងឯកឧត្តមបណ្ឌិតអោមសេងបូរ៉ាសមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មរាជធានីភ្នំពេញនិងជាស្ថាបនិក CEO Master Club និងសមាជិកសមាជិកាក្នុងការនៃទស្សនកិច្ចពាណិជ្ជកម្មនេះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានឹងអញ្ជើញចូលរួមព្រឹត្តិការណ៍សំខាន់ជាច្រើនរួមមានចូលរួមពិព័រណ៍ស្ដីពីវិស័យនាំចេញនាំចូលប្រទេសចិនចូលរួមកិច្ចប្រជុំវេទិកាចែករំលែកនិងទស្សនកិច្ចរោងចក្រសហគ្រាសផលិតជំនួបពិភាក្សាជាមួយសភាពាណិជ្ជកម្មខេត្តខ្វាងតុងនិងជំនួបពាណិជ្ជកម្មនឹងចាប់ដៃគូជាមួយក្រុមហ៊ុនអន្តរជាតិល្បីៗដំណើរទស្សនកិច្ចនេះជាការឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់សភាពាណិជ្ជកម្មកម្ពុជាក្រោមការដឹកនាំរបស់អ្នកញាកិតមេជាប្រធានដែលតែងតែណែនាំនិងចង្អុលបង្ហាញឲ្យធ្វើការយ៉ាងសកម្មជាមួយដៃគូនិងអង្គភាពអន្តរជាតិនានាដើម្បីពង្រឹងបន្ថែមនៅកិច្ចសហប្រតិបត្តិការធុរកិច្ចពាណិជ្ជកម្មនិងការវិនិយោគទៅកាន់ប្រទេសនានាទាំងក្នុងតំបន់និងអន្តរជាតិកម្មវិធីទស្សនកិច្ចនេះរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជារួមសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចនិងមូលនិធិអភិវឌ្ឍជំនាញក្រោមការគាំទ្រពីសហគ្រិនខ្មែរហើយឧបត្ថម្ភដោយធនាគារអភិវឌ្ឍជនបទនិងកសិកម្មធនាគារ Wing Cambodia ធនាគារប្រៃសណីកម្ពុជានិងកំពង់ផែស្វយ័តភ្នំពេញ